សួស្តីបងប្អូនថ្ងៃនេះមកសម្អាតត្រង់ទាយើងបន្តិចបងប្អូនដោយសារតែត្រង់ទាយើងខានសម្អាតយូរដែរហើយចូលចិត្តមួយខែដែរឥឡូវវាចង់និយាយថាវាច្រើននឹងផ្លែប្លុកដែលយើងដាក់ឲ្យវាស៊ីបងប្អូនអញ្ចឹងទៅមេរោគមេអីវានៅក្នុងហ្នឹងអានេះយើងសម្អាតវាហើយយើងបាចកបោបាចអីវាស្អាតបងប្អូនខែធ្លាក់ភ្លៀងចេះណាបងប្អូនយើងព្យាយាមសម្អាតត្រង់សម្អាតអីវាស្អាតដោយសារតែទាវាមិនខុសពីសត្វផ្សេងទេបងប្អូនវាចូលចិត្តកន្លែងស្អាតកន្លែងអីដែរទេអញ្ចឹងបើសិនតែយើងអត់សម្អាតវាស្អាតទេវាកក្រិចវាធ្វើឲ្យមេរោគច្រើនបងប្អូនតែមេរោគច្រើនទាយើងឈឺបងប្អូនទាយើងមានជំងឺផ្ដាសាយឬក៏មានមេរោគទៅវាឈឺច្រើនបងប្អូនតែបើសិនតែយើងឧស្សាហ៍សម្អាតវាអត់អីទេនេះបងប្អូនឃើញទេអង្កាមវាឡើងខ្មៅវាឡើងអីចេះឡើងខ្មៅក្រិចចេះយើងសម្អាតវាស្អាតហើយយើងដាក់អង្កាមថ្មីហើយយើងបាចកបោបាច់ឲ្យវាស្អាតបងប្អូនតែបើសិនតែយើងអត់សម្អាតវាទេវាមេរោគច្រើនណាស់បងប្អូនខែភ្លៀងចេះផងមេរោគវាចេញពីដីមកបងប្អូនមេរោគវាចេញពីដីមកច្រើនណាស់អញ្ចឹងយើងគួរតែខែភ្លៀងចេះគួរតែសម្អាតវាឲ្យបានញឹកញាប់ដើម្បីកុំឲ្យវាមានកើតផ្ដាសាយឬក៏ជំងឺអីផ្សេងអញ្ចឹងបងសួស្តីបងប្អូនបន្ទាប់ពីយើងសម្អាតត្រង់ហើយត្រង់យើងស្អាតហើយយើងបោះស្អាតអីស្អាតអស់ហើយបន្ទាប់មកយើងបាចកបោវាស្អាតណាបងប្អូនណាបាចកបោវាស្អាតដើម្បីខែភ្លៀងចេះវាមេរោគច្រើនបងប្អូនអញ្ចឹងយើងអ្នកចិញ្ចឹមសត្វយើងត្រូវតែឧស្សាហ៍យ៉ាងម៉េចឧស្សាហ៍បោះសម្អាតវាកន្លះខែម្ដងឬក៏10ថ្ងៃម្ដងអញ្ចឹងទៅបងប្អូនបើសិនតែយើងអត់សូវសម្អាតវាទេវាមេរោគវាធ្វើឲ្យទាយើងឈឺអញ្ចឹងតាទាយើងងាប់ហើយយើងបាក់ទឹកចិត្តចិញ្ចឹមព្រោះខំចិញ្ចឹមធំបានប៉ុណ្ណេះឲ្យបងប្អូនមើលតែឈឺទៀតដល់តែចាប់ហើយអញ្ចឹងយើងឧស្សាហ៍បាចកបោបោះសម្អាតវាស្អាតទៅអត់អីទេបងប្អូននេះកបោយើងបងប្អូនកបោសយើងកបោស្លាប់មេរោគបាចមកបងប្អូនបាចវាឲ្យស្អប់ត្រង់បាចឲ្យស្អប់ត្រង់មកបងប្អូនព្រោះបើយើងអត់ឧស្សាហ៍បាចកបោបាចអីទេវាធ្វើឲ្យទាយើងឈឺបងប្អូនណាព្រោះខែភ្លៀងចេះមានរោគច្រើនយើងបាចឲ្យសប់បងប្អូនបាចសប់បងប្អូនបន្ទាប់ពីយើងសម្អាតស្អាតហើយយើងបាចកបោបាចអីស្អាតហើយយើងដាក់អង្កាមវាបងប្អូនដាក់អង្កាមទ្រាប់ពីក្រោមមូលហេតុដែលយើងត្រូវដាក់អង្កាមទ្រាប់ពីក្រោមដោយសារតែអង្កាមនេះទី1វាខែភ្លៀងចេះមន់ទាវារសាកម្ដៅឲ្យមន់ទាដែរបងប្អូនទី1ទី2នៅពេលដែលយើងសម្អាតត្រង់វាស្រួលថាយើងសម្អាតបានស្អាតត្រង់ខាងនៅពេលដែលមានអង្កាមពីក្រោមទៅយើងយកលីមួកវាចេញវាស្រួលចឹងបងប្អូនកើបមកវាស្រួលតែបើយើងអត់អង្កាមទេវានៅផ្ទាល់ដីយើងវាពិបាកដាក់វាពិបាកពេលយើងត្រូវការសម្អាតត្រង់ម្ដងវាពិបាកអញ្ចឹងបងប្អូនអញ្ចឹងមានប៉ុណ្ណឹងខែភ្លៀងចេះនៅពេលយើងសម្អាតម្ដងទី1យើងបាចកបោសម្អាតត្រង់វាឲ្យស្អាតយើងបាចកបោឲ្យស្អាតបាចកបោជំនួយត្រង់ឲ្យស្អាតដើម្បីកម្ចាត់មេរោគហើយយើងដាក់អង្កាមវាមកបងប្អូនដាក់អង្កាមវាទ្រាប់ក្រោមយើងមកដើម្បីឲ្យវាដេកឲ្យវាស្រួលអញ្ចឹងណាបងប្អូនអរគុណកុំភ្លេចបងប្អូនជួយ Subscribe Channel YouTube ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗបងប្អូនអរគុណច្រើន